រឿងមហិច្ឆតាគូស្នេហ៍ភាគទី20ដល់ភាគទី29នៅក្នុងថ្ងៃនេះផងដែរអ្នកនាងលីឈៀនគឺបានមកចូលក្រុមហ៊ុនរបស់លោកយ៉ាងដើម្បីធ្វើជាបុគ្គលិកហាត់ការគ្រាន់តែមកដល់គឺមាននារីម្នាក់បានជួយស្វាគមន៍ទៅកាន់អ្នកនាងលីឈៀនហើយនឹងប្រាប់ថានាងត្រូវទៅធ្វើការនៅកន្លែងណានៅពេលដែលឃើញថាសម្លៀកបំពាក់របស់អ្នកនាងលីឈៀននេះស្អាតពេកនាងក៏បានសួរថាតើឯងនេះទិញសម្លៀកបំពាក់នៅឯណាស្អាតខ្លាំងណាស់នាងក៏បាននិយាយថាមិនអីទេចាំខ្ញុំផ្ញើអាស័យដ្ឋានលក់សម្លៀកបំពាក់នេះឲ្យពេលនោះធ្វើឲ្យបុគ្គលិកស្រីហ្នឹងងឿងឆ្ងល់យ៉ាងខ្លាំងនាងឆ្ងល់ថាតើក្មេងស្រីនេះមកពីណាទៅហេតុអីបានជាសម្លៀកបំពាក់របស់នាងមានតម្លៃថ្លៃខ្លាំងម្ល៉េះបន្ទាប់ឲ្យបុគ្គលិកស្រីនោះក៏បានយករឿងនេះយកទៅខ្សឹបស៊ីគ្រីតាមរយៈឆាតជាមួយនឹងមិត្តភ័ក្តិហើយឆ្ងល់ខ្លាំងណាស់តើបុគ្គលិកស្រីហាត់ការនេះមកពីណាបានជានាងស្លៀកសម្លៀកបំពាក់អីក៏មានតម្លៃថ្លៃម្ល៉េះពិតជាគួរឲ្យចំណាយខ្លាំងណាស់បន្ទាប់ហើយជំនួយការរបស់លោកយ៉ាងបានប្រាប់ថាចៅហ្វាយថ្ងៃនេះអ្នកនាងលីគឺបានចូលក្រុមហ៊ុនរបស់យើងហើយតើលោកដឹងដែរទេថាគ្រាន់តែអ្នកនាងលីបានចូលក្រុមហ៊ុនយើងនោះធ្វើឲ្យបុគ្គលិកនៅទីនោះនាំគ្នាភ្ញាក់ផ្អើលពេញទាំងក្រុមហ៊ុនតែម្ដងសូម្បីតែជំនួយការរបស់ខ្ញុំក៏ចង់ព្យាយាមចូលចិត្តអ្នកនាងលីផងដែរបើអញ្ចឹងយើងឆាប់ត្រឡប់ទៅក្រុមហ៊ុនវិញភ្លាមចំណែកលោកយ៉ាងពេលមកដល់ក្រុមហ៊ុនភ្លាមគឺមកជួបជាមួយអ្នកនាងលីឈៀនភ្លាមហើយមើលទៅទឹកមុខដូចជាមិនសូវសប្បាយទាល់តែសោះគាត់គ្រាន់តែសួរថាថ្ងៃដំបូងដែលមកហាត់ការនៅក្រុមហ៊ុននេះយ៉ាងម៉េចដែរនាងបានតបថាគឺល្អគ្រប់យ៉ាងគ្មានបញ្ហាអ្វីទេនៅពេលនោះផងដែរលោកយ៉ាងស្រាប់តែសម្លឹងមុខរបស់អ្នកនាងលីឈៀនធ្វើឲ្យនាងមានអារម្មណ៍ថាភ្ញាក់ផ្អើលហេតុអីបានជាគេមើលមុខខ្ញុំបែបនេះបន្ទាប់ឲ្យគាត់ក៏បាននិយាយថាឆាប់ផ្ទេរកន្លែងធ្វើការរបស់លីឈៀនទៅកាន់ការិយាល័យរបស់ខ្ញុំចំណែកឯចន្ទាយន្តត្រូវឲ្យនាងជិះចន្ទាយន្តពិសេសមិនឲ្យជិះរួមជាមួយនឹងគេទេហើយមួយវិញទៀតអ្នកណាគេហ៊ាននិយាយដើមអ្នកនាងលីឈៀននោះគឺនឹងត្រូវធ្វើការពិន័យពួកគេអាយ៉ាមើលទៅលោកយ៉ាងនេះកំពុងតែប្រច័ណ្ឌទៅដល់អ្នកនាងលីឈៀនហាញ់តាថាម៉េចលោកចង់ផ្ទេរកន្លែងធ្វើការខ្ញុំទៅកាន់ការិយាល័យរបស់លោកឯងតើឲ្យខ្ញុំផ្ដោតអារម្មណ៍ធ្វើការយ៉ាងម៉េចទៅប៉ុន្តែខ្ញុំបានសម្រេចចិត្តហើយថាទទួលយកនាងធ្វើជាជំនួយការរបស់ខ្ញុំតែយកខ្ញុំនេះធ្វើជាជំនួយការផ្ទាល់ខ្លួនមែនដែរទេយ៉ាងម៉េចដែរនាងមិនពេញចិត្តទេលោកជាចៅហ្វាយខ្ញុំទៅហើយតើខ្ញុំអាចប្រកែកបានយ៉ាងណាទៅបើអញ្ចឹងធ្វើតាមរបៀបនេះចុះដល់ម៉ោងញ៉ាំបាយហើយពួកយើងឆាប់ទៅញ៉ាំបាយទាំងអស់គ្នាទៅចាអរគុណលោកយ៉ាងនៅពេលដែលពួកគេទាំងពីរអ្នកកំពុងតែញ៉ាំអាហារថ្ងៃត្រង់នោះក៏ស្រាប់តែមានបុគ្គលិកស្រីម្នាក់បានដើរចូលមកហើយនិយាយថាតើអ្នកណានឹងនៅក្នុងការិយាល័យរបស់លោកប្រធានអេឈប់នាងគឺជាអ្នកនាងលីជំនួយការផ្ទាល់របស់តកែរបស់យើងណានៅពេលនោះលោកយ៉ាងហាក់បីដូចជាមានអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងបុគ្គលិកស្រីម្នាក់នេះទេគាត់បាននិយាយថាតើនាងទៅស្នាក់នៅFrema យូរពេកមែនទេទើបភ្លេចច្បាប់នៅកន្លែងនេះសូមទោសផងលោកចៅហ្វាយខ្ញុំគ្រាន់តែមានការភ្ញាក់ផ្អើលបន្តិចតែប៉ុណ្ណោះបានហើយនៅលីឈៀនឆាប់ញ៉ាំអាហារបន្តទៅខ្ញុំបានដឹងថានាងមិនចូលចិត្តខ្ញីទេចាខ្ញុំពិតជាមិនចូលចិត្តវាមែនល្អថ្ងៃក្រោយខ្ញុំនឹងប្រាប់ពួកគេថាមិនឲ្យដាក់វាចូលទៀតទេណាបន្ទាប់ហើយបុគ្គលិកស្រីម្នាក់នោះនៅតែចូលមកទៀតគាត់បាននិយាយថាឆាប់ចេញពីទីនេះព្រាមទៅខ្ញុំកំពុងតែមានការរវល់ថាម៉េចតើនាងបានញ៉ាំអាហាររួចរាល់ហើយមែនដែរទេលីឈៀនក៏បានងក់ក្បាលជាសញ្ញាបញ្ជាក់ថាខ្ញុំរួចរាល់ហើយគាត់ក៏បានឲ្យជំនួយការរបស់គាត់នេះលើកទឹកចូលមកប៉ុន្តែមើលទៅទឹកមុខបុគ្គលិកស្រីម្នាក់នេះហាក់បីដូចជាមិនពេញចិត្តជាមួយនឹងអ្នកនាងលីឈៀនតតែសោះនាងបាននិយាយថាជំនួយការទាំង4របស់លោកយ៉ាងគឺបម្រើតែចៅហ្វាយតែប៉ុណ្ណោះចុះហេតុអីពេលនេះទើបត្រូវបម្រើស្រីម្នាក់នេះទៀតលីឈៀនតើភាសាអង់គ្លេសរបស់នាងយ៉ាងម៉េចដែរខ្ញុំចង់ផ្ដល់ឲ្យនាងនៅឯកសារមួយចំនួនដើម្បីឲ្យនាងជួយបកប្រែឲ្យខ្ញុំចាស់ខ្ញុំធ្វើបានបន្ទាប់ហើយអ្នកនាងលីឈៀនក៏បានយកឯកសារយកទៅធ្វើការបកប្រែពេលដែលនាងបកប្រែរួចនាងបានប្រាប់ថានាងបានផ្ញើឯកសារបកប្រែនេះទៅកាន់អ៊ីមែលរបស់លោកហើយនាងក៏បានហុចឯកសារដែលមិនទាន់បកប្រែនោះយកទៅឲ្យជំនួយការស្រីនឹងនាងក៏បានយកទៅឲ្យលោកយ៉ាងហើយនាងក៏បានគិតក្នុងចិត្តថាបើសិនជាខ្ញុំរកឃើញកំហុសនៃការបកប្រែរបស់នាងច្បាស់ជាមិនរួចខ្លួនទេប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលនោះគឺនាងរកមិនឃើញកំហុសបន្តិចណាសោះគាត់ក៏បានសួរថាយ៉ាងម៉េចដែរឯកសារនេះល្អដែរទេឯកសារនេះគឺបានបកប្រែយ៉ាងល្អបំផុតជាពិសេសគឺចេះប្រើពាក្យពេចន៍វិជ្ជសាស្ត្របានយ៉ាងល្អចាស់អរគុណសម្រាប់ការណែនាំរបស់អ្នកនាងមកកាន់ខ្ញុំអ្នកនាងលីអ្នកនាងពិតជាមានទេពកោសល្យខ្លាំងមែនក៏ប៉ុន្តែការធ្វើការងារជាមួយនឹងតកែរបស់ខ្ញុំមិនមែនមានភាពងាយស្រួលដូចដែលអ្នកនាងគិតទេប៉ុណ្ណឹងបានហើយនាងឆាប់ចាក់ចេញពីទីនេះភ្លាមទៅនិយាយរួមទៅលោកយ៉ាងដេញពីបេះដូងហើយពេលដែលនាងចេញទៅបាត់នោះអ្នកនាងលីឈៀនក៏បានសួរថាលោកយ៉ាងតើអ្នកនាងលូអ៊ីនេះមានការងារជាអ្វីដែរគាត់បាននិយាយថានាងទទួលខុសត្រូវជាអនុប្រធាននាងគឺត្រូវមើលទៅលើគម្រោងឱសថនិងគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងមូលមិនត្រឹមតែប៉ុណ្ណឹងទេជំនួយការទាំង4របស់ខ្ញុំនាងគឺជាមនុស្សដែលមានសមត្ថភាពជាងគេខ្ញុំយល់ហើយខ្ញុំមិននឹកស្មានថាក្នុងចំណោមបុរសទាំង3នាក់នោះនាងគឺជាមនុស្សស្រីបែរជាមានសមត្ថភាពខ្លាំងជាងគេបែបនេះតតែសោះដូច្នេះហើយវាមិនងាយស្រួលទេសម្រាប់នាងដែលនាងត្រូវធ្វើឲ្យពួកគេទាំង4នាក់ទទួលស្គាល់នូវសមត្ថភាពរបស់នាងលីឈៀននាងត្រូវតែប្រឹងប្រែងបន្ថែមទៀតតើលោកនិយាយបែបនេះចង់មានន័យថាម៉េចហេតុអីបានជាខ្ញុំចាំបាច់ត្រូវទទួលស្គាល់ពីពួកគេទាំង4នាក់នោះខ្ញុំគិតថានាងប្រហែលជាយល់ពីអ្វីដែលខ្ញុំនិយាយអំបញ្ញមិញហើយខ្ញុំមិនយល់ពីអ្វីដែលលោកនិយាយទេថ្ងៃស្អែកប
ប៉ារបស់ខ្ញុំនឹងទៅផ្ទះរបស់នាងដើម្បីនិយាយពីការផ្ដាច់ពាក្យរវាងនាងហើយនិងប្អូនប្រុសរបស់ខ្ញុំល្អណាស់ខ្ញុំរងចាំថ្ងៃនោះយូរហើយលុះស្អែកឡើងឪពុករបស់លោកយ៉ាងក៏បានមកដល់ផ្ទះរបស់អ្នកនាងលីឈៀនលោកសាងតើលោកយល់យ៉ាងណាដែរចំពោះការភ្ជាប់ពាក្យមួយនេះបើពួកគេអត់ស្រឡាញ់គ្នាទេកុំបង្ខំពួកគេទាំងពីរនាក់អីចំណែកអ្នកនាងលីឈៀនគ្រាន់តែលើបែបនេះធ្វើឲ្យនាងនេះលួចត្រេកអរលោកយ៉ាងវិញក៏អង្គុយមើលមុខនាងតើនាងសប្បាយចិត្តមែនទេប៉ិតប្រកបណាស់អ្នកនាងលីឈៀនតើអ្នកនាងធ្លាប់ទៅព្រៃម៉ាដែរទេគឺខ្ញុំមិនធ្លាប់ទៅទីនោះទេលោកម្ចាស់នាងនឹងអាចត្រឡប់ទៅទីនោះវិញនៅក្នុងថ្ងៃណាមួយហេតុអីបានជាគាត់និយាយបែបនេះហេតុអីបានជាខ្ញុំត្រូវទៅទីនោះតើមានអ្វីផ្សេងទៀតទេរវាងខ្ញុំហើយនឹងព្រៃម៉ាក្រៅពីអាពាហ៍ពិពាហ៍មួយនេះនៅពេលនោះឪពុករបស់អ្នកនាងលីឈៀនក៏បានប្រកល់ប្រអប់មួយហើយបាននិយាយថាដោយសារតែអាពាហ៍ពិពាហ៍របស់កូនចៅយើងនេះត្រូវបានលុបអញ្ចឹងខ្ញុំសូមប្រកល់កិច្ចព្រមព្រៀងអាពាហ៍ពិពាហ៍នេះឲ្យលោកវិញលីឈៀនក៏បានតបថាលោកប៉ាតើជាកិច្ចព្រមព្រៀងអ្វីទៅហេតុអីបានជាខ្ញុំមិនដឹងសោះទាំងដែលខ្ញុំក៏ជាភាគីដែលពាក់ព័ន្ធដែរកិច្ចសន្យាអាពាហ៍ពិពាហ៍នេះជាកម្មសិទ្ធិរបស់គ្រួសារសាងដូច្នេះពួកយើងគ្មានសិទ្ធិសួរពីរឿងនេះទេបន្ទាប់ហើយឪពុករបស់លោកយ៉ាងក៏បានហុចកូនសម្បត្តិមួយនិយាយថាវាគឺជាការសុំទោសចំពោះការមិនសមរម្យរបស់គ្រួសារខ្ញុំដែលផ្ដាច់ពាក្យទៅលើគ្រួសាររបស់អ្នកនាងតូចពេលដែលឯងទៅលេងព្រៃម៉ាកុំភ្លេចមកលេងខ្ញុំផងណាចាស់លោកម្ចាស់បន្ទាប់ហើយលោកយ៉ាងបាននិយាយថាដល់ម៉ោងហើយពួកយើងឆាប់ទៅពេលដែលចេញមកដល់ក្រៅផ្ទះនោះគាត់បាននិយាយថាលោកប៉ាខ្ញុំមានរឿងចង់និយាយជាមួយនឹងលីឈៀនបន្តិចតើលោកប៉ាអាចទៅមុនបានដែរទេតើនាងមានរឿងអីចង់និយាយជាមួយនឹងខ្ញុំមែនទេខ្ញុំចង់សួរលោកថាតើអ្វីជាកិច្ចសន្យាអាពាហ៍ពិពាហ៍រវាងខ្ញុំហើយនឹងសាងលូប្អូនប្រុសរបស់លោកខ្ញុំមិនដឹងទេខ្ញុំទើបតែឮពីវានៅក្នុងថ្ងៃនេះតែប៉ុណ្ណោះបើអាពាហ៍ពិពាហ៍នេះត្រូវបានលុបចោលហើយតើនាងនៅព្រួយបារម្ភរឿងអ្វីទៀតទៅនាងគួរតែឈប់ខ្វល់ខ្វាយពីរឿងនេះទៀតទៅជំនួសឲ្យការខ្វល់ខ្វាយអំពីកិច្ចសន្យាអាពាហ៍ពិពាហ៍នេះសូមគិតពីអ្វីដែលនាងត្រូវអរគុណមកលើខ្ញុំទៅតើលោកចង់ឲ្យខ្ញុំអរគុណទៅកាន់លោករបៀបណាតើអាចឲ្យតម្រុយមកខ្ញុំខ្លះដែរទេនាងគិតមើលខ្លួនឯងទៅខ្ញុំនឹងឲ្យជំនួយការរបស់ខ្ញុំទៅជួយការងាររបស់នាងយ៉ាងម៉េចតើនាងមិនចង់ទេលោកមានហេតុផលរបស់លោកខ្ញុំជឿលើលោកប៉ុន្តែខ្ញុំក៏មានហេតុផលរបស់ខ្ញុំដែរដូច្នេះលោកកុំមកជឿជ្រែកការងាររបស់ខ្ញុំល្អជាងគ្មាននរណាម្នាក់អាចជឿជ្រែកជីវិតរបស់នាងបានទេមិនថានាងចង់បានអ្វីទេនាងត្រូវតែប្រាប់ខ្ញុំនឹងគាំទ្រនាងជានិច្ចចាស់ខ្ញុំពិតជាអរគុណលោកខ្លាំងណាស់ថ្ងៃបន្ទាប់លោកយ៉ាងមកចាំកូនស្រីគេនៅនឹងមុខផ្ទះតែម្ដងហើយឆាតទៅប្រាប់គេថាខ្ញុំនៅចាំនាងនៅខាងមុខផ្ទះនាងឆាប់ចេញមកខាងស្រីនេះក៏ណាស់ដែរគ្រាន់តែឃើញជាផ្ញើសារភ្លាមគឺរត់ចុះទៅរកគេភ្លាមដូចគ្នាខ្ញុំមិននឹកស្មានថាលោកមកចាំខ្ញុំនៅនឹងមុខផ្ទះបែបនេះទៅតែសោះតើលោកមានការអ្វីដែរគឺលោកប៉ារបស់ខ្ញុំចង់អញ្ជើញនាងឲ្យទៅញ៉ាំអាហារពេលល្ងាចនៅផ្ទះរបស់ខ្ញុំហើយខ្ញុំពិតជាចង់ជូននាងទៅដោយផ្ទាល់ទៀតផងខ្ញុំសង្ឃឹមថានាងនឹងផ្ដល់កិត្តិយសឲ្យខ្ញុំនេះរួមដំណើរទៅជាមួយនឹងនាងដែរបើលោកយ៉ាងនិយាយបែបនេះទៅហើយតើខ្ញុំអាចប្រកែកបានយ៉ាងណាទៅបន្ទាប់ហើយពួកគេទាំងពីរនាក់ក៏ដើរកាន់ដៃគ្នាទៅលោកយ៉ាងបាននិយាយថានៅពេលដែលយើងមិនជិះឡានច្រើនពេកយើងដើរបែបនេះពិតជាធ្វើឲ្យយើងឃើញទេសភាពស្អាតណាស់តើត្រូវដែរទេនាងក៏តបថាចាស់ពិតជាស្រស់ស្អាតណាស់នៅពេលនោះស្រាប់តែអ្នកនាងលីឈៀននឹងក៏បានចំពប់ជើងដួលប៉ុន្តែលោកយ៉ាងក៏បានជួយអោបអ្នកនាងលីឈៀននោះជាប់ពេលនេះកៅភ្នែករបស់ពួកគេទាំងពីរនាក់គឺកំពុងតែសម្លឹងរកគ្នាតើនាងកំពុងតែគិតអ្វីរហូតតតែរអិលជើងដួលបែបនេះចុះហេតុអីបានជាលោកមិនគិតថាមកពីស្មៅផ្ទះលោកនេះវារអិលពេកទេនិយាយបែបនេះតើចង់ឲ្យខ្ញុំដកស្មៅទាំងអស់នេះចេញមែនទេតើជើងរបស់នាងឈឺដែរទេវាមិនអីទេវាគ្រាន់តែជារបួសតូចតាចតែប៉ុណ្ណោះនៅពេលនោះលោកយ៉ាងក៏បានលើកបីអ្នកនាងលីឈៀនឡើងខ្ញុំមិនអាចទ្រាំមើលនាងឈឺជើងបែបនេះបានទេវាគឺជាកំហុសរបស់ខ្ញុំដែលខ្ញុំឲ្យនាងដើរមកបែបនេះដល់មិនបានជិះរថយន្តជាមួយនឹងនាងដាក់ខ្ញុំចុះទៅខ្ញុំពិតជាមិនអីទេខ្ញុំនឹងឲ្យគ្រូពេទ្យពិនិត្យមើលជើងរបស់នាងពេលដែលចូលដល់ក្នុងផ្ទះលោកយ៉ាងបានហៅគ្រូពេទ្យមកពិនិត្យមើលជើងរបស់អ្នកនាងលីឈៀនលោកគ្រូពេទ្យបាននិយាយថាជើងរបស់អ្នកនាងលីឈៀនមិនអីទេគ្រាន់តែស្អំតកកបន្តិចទៅគឺបានហើយឬមួយក៏លាបប្រេងកាឡាក៏បានដែរឲ្យថ្នាំនេះមកខ្ញុំទុកខ្ញុំជាអ្នកលាបឲ្យនាងដោយផ្ទាល់ខ្ញុំគិតថាមិនអីទេខ្ញុំអាចលាបដោយខ្លួនឯងបានលើកជើងរបស់នាងមកខ្ញុំនឹងលាបឲ្យនាងគាត់ក៏បានលើកជើងរបស់អ្នកនាងលីឈៀនណាយកទៅដាក់លើភ្លៅរបស់គាត់តែម្ដងពិតជាអត់ខ្លាចប្រឡាក់ខោទេអីប្រុសស្អាតចំណែកឯជំនួយការឃើញហើយឆ្ងល់មែនតែនថាម៉េចលោកចវាយលើកជង្គង់ចំពោះមុខអ្នកនាងលីឈៀនផងឯងគាត់ក៏បានយកប្រេងរឺតហ្នឹងយកទៅរឺតជើងរបស់អ្នកនាងលីឈៀនថ្នមចំណែកឯអ្នកនាងលីឈៀនវិញពេលគេរឺតជើងឲ្យអញ្ចឹងគឺមិនហ៊ានរើទេគឺថានៅឡើងស្ងៀមហើយមុខវិញផ្ទាល់ឡើងក្រហមព្រឹងមិនដឹងថាពេលហ្នឹងបើចាប់មើលកម្ដៅទៅមិនដឹងថាកម្ដៅប្រហែលជាឡើងដល់40អង្សាហើយម្នាក់ពេលដែលលាបជើងឲ្យអ្នកនាងលីឈៀនរួចហើយគាត់បានប្រាប់ទៅកាន់ជំនួយការរបស់គាត់ថាវាលស្មៅដែលនៅលើភ្នំនេះគឺត្រូវតែដកចេញឲ្យអស់ឲ្យខ្លាចទៅជាដីរាបស្មៅវិញ
ទេលោកមិនចាំបាច់ធ្វើដល់ថ្នាក់នេះទេគាត់ក៏បានតបថាខ្ញុំនឹងមិនអត់ឱនឲ្យឧបតវហេតុនេះទេខ្ញុំត្រូវតែយកស្មៅនេះចេញឲ្យអស់នៅពេលនោះអ្នកនាងលីឈៀនក៏បានគិតថាហេតុអ្វីបានជាគាត់យកចិត្តទុកដាក់ចំពោះនាងខ្លាំងរហូតបែបនេះបន្ទាប់ឲ្យឪពុករបស់លោកយ៉ាងហ្នឹងក៏បានហៅឲ្យនាងលីចូលមកកាន់បន្ទប់ដើម្បីផឹកទឹកតែជាមួយនឹងគាត់ពេលនោះគឺលោកយ៉ាងបីអ្នកនាងលីទៅតែម្ដងពេលហ្នឹងសូម្បីតែឪពុកក៏ឆ្ងល់ដែរថាហេតុអីបានជាកូនប្រុសរបស់ខ្លួនហ្នឹងយកចិត្តទុកដាក់ចំពោះអ្នកនាងលីឈៀនម្នាក់នេះខ្លាំងម្ល៉េះនៅពេលនោះអ្នកនាងលីឈៀនបាននិយាយថាខ្ញុំពិតជាមានអារម្មណ៍មិនល្អតតែសោះដែលលោកអ៊ំបានឲ្យសម្បត្តិពណ៌មាសនោះមកខ្ញុំពិតជាល្អិះចិត្តខ្លាំងណាស់ឯងកុំគិតច្រើនអីទោះបីជាពិធីភ្ជាប់ពាក្យនេះមិន cancel ក៏ដោយក៏ពេលដែលឯងទៅដល់ Frema យើងគង់តែឲ្យឯងដដែលពេលនោះអ្នកនាងលីឈៀនបានគិតក្នុងចិត្តថាមើលទៅពាក្យសម្ដីរបស់គាត់ហាក់បីដូចជាបង្កប់នូវអត្ថន័យអ្វីម្យ៉ាងឪពុករបស់លោកយ៉ាងក៏បាននិយាយថាដោយសារតែអ្នកនាងពេលនេះរបួសទៅហើយដូច្នេះមិនចាំបាច់ត្រឡប់ទៅផ្ទះវិញថ្ងៃនេះទេគួរតែសម្រាកនៅផ្ទះរបស់ខ្ញុំមួយយប់ចុះពេលនោះគាត់ក៏បានឲ្យលោកសាយ៉ាងជូនអ្នកនាងលីឈៀនទៅសម្រាកពេលនោះអ្នកនាងលីឈៀនបានគិតថាគេបីខ្ញុំចោះបីខ្ញុំឡើងបែបនេះតើខ្ញុំកំពុងតែបាក់ជើងឬមួយក៏កិច្ចកជើងទៅណោះហើយឪពុករបស់លោកសាយ៉ាងក៏បាននិយាយថាស្អែកនេះឯងត្រូវទៅ Frema ជាមួយនឹងយើងផងពេលនោះអ្នកនាងលីឈៀនបាននិយាយថាតើលោកទៅ Frema លើកនេះទៅប្រហែលថ្ងៃដែរខ្ញុំមិនដឹងច្បាស់ទេនាងចង់មកជាមួយនឹងខ្ញុំដែរទេខ្ញុំពិតជាចង់ទៅណាស់ក៏ប៉ុន្តែស្អែកជាថ្ងៃសៅរ៍ដែលទៅជាថ្ងៃខួបកំណើតរបស់លោកតារបស់ខ្ញុំដូច្នេះខ្ញុំមិនអាចទៅបានទេបាននាងរវល់យើងចាំឱកាសក្រោយចោះកុំភ្លេចរងចាំខ្ញុំត្រឡប់មកវិញណាខ្ញុំនឹងបីនាងទៅសម្រាកនៅក្នុងបន្ទប់ទទួលភ្ញៀវពេលដែលអ្នកនាងលីឈៀនកំពុងតែសម្រាកក្នុងបន្ទប់ទទួលភ្ញៀវនោះលោកសាយ៉ាងស្រែកថាហេតុអីបានជានាងមិនបិទទ្វារបន្ទប់របស់នាងពេលដែលគាត់បើកទ្វារចូលទៅដល់ឃើញថាអ្នកនាងលីឈៀនពេលនេះកំពុងតែគេងនៅលើគ្រែហើយពាក់រ៉ូបវាលដៃតូចៗទៀតមើលទៅពិតជាខ្លាញ់ខ្លាំងណាស់ថាបងមកក៏បានដែរដែលនៅស្រឡាញ់អូនទាំងដឹងថារឿងកូនឡងបងឈឺចាប់ពុនណាព្រោះនៅសែងសំចិនស្រឡាញ់ទើបបងទ្រាំមិនទេណាយល់មុខបងជាសង្សារកុំបែកគ្នាបានទេថាបងងីល្ងើក៏រីករាយសួស្ដីលោកព្រឹកឡើងអ្នកនាងលីឈៀនក៏បានដើរចុះមកខាងក្រោមលោកសាយ៉ាងបាននិយាយថាអង្គុយចុះហើយញ៉ាំអាហារពេលព្រឹកទៅតើយកមិញគេងលក់ស្រួលដែរទេវាគឺពិតជាបន្ទប់ដ៏មានផាសុកភាពណាស់សម្រាប់ខ្ញុំប៉ុន្តែគ្រាន់តែខ្ញុំមានអារម្មណ៍ថាចម្លែកបន្តិចតើមានអារម្មណ៍ចម្លែកទៅលើរឿងអ្វីគឺខ្ញុំមានអារម្មណ៍ថាយប់មិញដូចជាមានមនុស្សចូលមកបន្ទប់របស់ខ្ញុំដោយសារតែយប់មិញមុនខ្ញុំចូលគេងខ្ញុំមិនបានបិទភ្លើងទេតែពេលដែលព្រឹកឡើងខ្ញុំភ្ញាក់ឡើងនោះឃើញថាមាននរណាបិទភ្លើងខ្ញុំប៉ុន្តែលួចចូលក្នុងបន្ទប់គេឲ្យអត់សារភាពទេបែរជានិយាយថាដោយសារតែនៅក្នុងបន្ទប់ហ្នឹងមាន sensor ទឹកភ្លើងហ្នឹងបិទដោយខ្លួនឯងនិយាយទៅកុហកកូនស្រីគេទៀតអញ្ចឹងមើលទៅផ្ទះមួយនេះពិតជាសាងសង់ដោយទំនើបខ្លាំងណាស់បានឲ្យឈប់និយាយទៅឆាប់ញ៉ាំអាហារពេលព្រឹករបស់នាងភ្លាមទៅបន្ទាប់ឲ្យអ្នកនាងឈៀនក៏បានត្រឡប់មកដល់ផ្ទះវិញនិងត្រៀមកាដូជូនថ្ងៃខួបកំណើតរបស់លោកតារបស់នាងផងដែរលោកតានេះគឺជាកាដូថ្ងៃខួបកំណើតរបស់លោកតាសូមជូនពរលោកតាមានអាយុវែងហើយនឹងសុខភាពល្អបន្ទាប់ឲ្យយើងក៏ចេញតួស្រីម្នាក់ទៀតដែលនាងទៅជាបងប្អូនជីដូនមួយរបស់អ្នកនាងលីឈៀននាងមានឈ្មោះថាអ៊ីសុនខ្ញុំពិតជាឆ្ងល់ណាស់ថាតើឈៀនបានឲ្យកាដូអ្វីទៅលោកតាហេតុអីបានជាមិនបើកមើលឥឡូវនេះភ្លាមទៅបានយើងនឹងបើកវាភ្លាមនិយាយទៅចាំមកអង្គុយឌឺដងដាក់គេតែម្ដងអូហូបងប្អូនជីដូនមួយឈៀនអើយតើឯងឲ្យកាដូបែបនេះមកលោកតាតើវាមានតម្លៃប្រហែលទៅគ្រាន់តែជារបស់ថោកហ្នឹងលោកតាមកមើលកាដូដែលខ្ញុំជូនលោកតាវិញទៅណាលោកតាវាល្អជាងរបស់ឈៀនឈប់សិនឈៀនតើរបស់នេះឯងបានមកពីណាវាគឺជាជក់ហើយនឹងប្រដាប់សរសេរអក្សរដែលមកពីរាជវង្សឈីងបន្ទាប់ហើយក៏ឮសំឡេងមនុស្សស្រីម្នាក់បាននិយាយថាលោកតាអ្នកនាងឈៀនក៏នៅមានកាដូជូនលោកតាផ្សេងទៀតដែរអូតើខ្ញុំមានកាដូអ្វីទៅហេតុអ្វីបានជាខ្ញុំមិនដឹងតតែសោះអញ្ចឹងដល់ពេលនោះឃើញថាជំនួយការរបស់លោកសាវយ៉ាងហ្នឹងគឺបានយកកាដូដ៏ធំមួយយកមកឲ្យលោកតាតាមការពិតគឺលោកសាវយ៉ាងជាអ្នកផ្ដល់ឲ្យមកហ្នឹងណាតែធ្វើឲ្យអ្នកនាងឈៀនហ្នឹងដឹងហើយពិតជាអស់សំណើចមែនតើលោកម្ចាស់នេះគឺជារូបគំនូរដែលមានរយៈពេលអស់រាប់ពាន់ឆ្នាំមកហើយវាពិតជាកាដូដ៏ពិសេសខ្លាំងណាស់ចំណែកឯលោកតារបស់អ្នកនាងឈៀនគ្រាន់តែឃើញគឺវ៉ាវតែម្ដងនៅពេលនោះអ្នកនាងឈៀនក៏បានលើកទូរស័ព្ទដើម្បី message សួរសង្សារហ្នឹងណាហេតុអីបានជាជូនកាដូដោយមិនប្រាប់នាងទុកជាមុនសោះអញ្ចឹងនៅពេលដែលអ្នកនាងឈៀនកំពុងតែឈរផ្ញើសារទូរស័ព្ទជាមួយនឹងលោកសាវយ៉ាងណាគឺបងប្អូនជីដូនមួយរបស់នាងលួចសម្លឹងសម្លាប់មកកាន់អ្នកនាងឈៀនណាហើយគិតក្នុងចិត្តថាស្រីម្នាក់នេះនាងចង់ប្រណាំងប្រជែងជាមួយនឹងយើងផងយើងមិនអាចឲ្យនាងមកប្រណាំងប្រជែងជាមួយនឹងយើងបានជាដាច់ខាតនៅពេលដែលអ្នកនាងលីឈៀនបានបើកឡានត្រឡប់មកកាន់ផ្ទះរបស់នាងវិញនៅតាមផ្លូវនាងក៏បានឃើញថាលូអ៊ីដែលទៅជាជំនួយការស្រីរបស់លោកសាវយ៉ាងនោះនាងស្រាប់តែមានបញ្ហានៅតាមផ្លូវដូចជាកំពុងតែមានបញ្ហាវាយគ្នាជាមួយនឹងអ្នកដទៃអញ្ចឹងហើយអ្នកនាងលូអ៊ីនេះក៏ជាអ្នកនាំយកនៅគំនូរបុរាណមកកាន់ភូមិគ្រឹះរបស់ផ្ទះលោកតារបស់អ្នកនាងលីឈៀនផងដែរ
អ្នកនាងលីឈៀនឃើញបែបនេះនាងក៏បានបើកទ្វារឡានដើម្បីទៅជួយអ្នកនាងលូអ៊ីឆាប់ឈប់ភ្លាមទៅហេតុអីបានជាលោកធ្វើបាបស្ត្រីភេទបែបនេះតើនាងកំពុងតែនិយាយជាមួយនឹងខ្ញុំមែនដែរទេតើលោកនៅចង់វាយគ្នាទៀតទេបើសិនជាលោកចង់ឈប់វាយគ្នាហើយឆាប់ចាក់ចេញពីទីនេះភ្លាមទៅស្រីចង្រៃហេតុអីបានជានាងហ៊ាននិយាយបែបនេះបុរសម្នាក់នោះនិយាយមិនទាន់ផុតមាត់ផងគឺអ្នកនាងលីឈៀនរបស់យើងមិនធម្មតាទេមិននឹកស្មានថានាងក៏ចេះក្បាច់គុណបែបនេះសោះនាងក៏បានទះមួយកំភ្លៀងហើយក៏បានធាក់មួយជើងបុរសម្នាក់នឹងឡើងប្រកាច់ប្រកិនតែម្ដងតើនាងចង់ធ្វើអីមកលើខ្ញុំលីឈៀនណាក៏បានធាក់មួយជើងឡើងផ្កាក្រោយហើយនិយាយថានៅក្នុងយុគនេះតើលោកចង់វាយគ្នាបន្តឬមួយក៏ចង់ឈប់ត្រឹមនេះឬមួយក៏ចង់ស្លាប់នៅឥឡូវនេះជ្រើសរើសភ្លាមទៅឆាប់លើកទូរស័ព្ទរបស់ឯងភ្លាមមកពេលនោះបុរសម្នាក់នឹងអត់ព្រមយកទូរស័ព្ទចេញទេនាងក៏បានយកកាំបិតនេះទៅចាក់ភ្លៅរបស់បុរសម្នាក់នឹងឡើងឈឺចាប់តែម្ដងគេក៏បានដកទូរស័ព្ទចេញហើយនាងក៏បានយកទូរស័ព្ទពីបុរសម្នាក់នោះបានសម្រេចរួចរាល់ហើយពួកយើងឆាប់ទៅហេតុអីបានជាអ្នកនាងយកទូរស័ព្ទពីបុរសម្នាក់នោះគឺដើម្បីទុកគម្រាមគេនឹងណាបើសិនជាគេមានបញ្ហាអីគេនឹងនាំបាក់ពួករបស់គេខលមកកាន់ទូរស័ព្ទនេះជាមិនខានបន្ទាប់ហើយអ្នកនាងលូអ៊ីនឹងបានគិតក្នុងចិត្តថាលាវយន្តប្រាប់ខ្ញុំពិតជាត្រឹមត្រូវណាស់អ្នកនាងលីឈៀនមិនត្រឹមតែមានមុខមាត់ស្អាតប៉ុណ្ណោះទេនាងគឺជាមនុស្សស្រីដែលចេះគ្រប់យ៉ាងចំណែកឯខាងលោកសាវយ៉ាងឯនេះវិញណាគឺគាត់បានដឹងពីសកម្មភាពរបស់អ្នកនាងលីឈៀនឃើញថាអ្នកនាងលីឈៀននេះមិនធម្មតាទេគាត់បានឲ្យមនុស្សតាមដានអ្នកនាងលីឈៀនគ្រាន់តែឃើញថាអ្នកនាងលីឈៀនចេះវាយតប់អញ្ចឹងណាគាត់បាននិយាយថាស្អែកនេះខ្ញុំត្រូវត្រឡប់ទៅទីក្រុងណានយ៉ាងវិញឪពុករបស់គាត់ក៏បានសួរថាតើមានបញ្ហាអីបានជាឯងឆាប់ត្រឡប់ទៅវិញម្ល៉េះក៏ដោយសារតែក្មេងស្រីម្នាក់នោះមែនដែរទេគឺខ្ញុំមានអារម្មណ៍មិនល្អទេខ្ញុំគិតថានឹងអាចមានរឿងមិនល្អកើតឡើងចំពោះនាងបានល្អឯងឆាប់ទៅចុះឯងទៅការពារមនុស្សដែលឯងស្រឡាញ់ចុះហើយគាត់ក៏បានគិតក្នុងចិត្តថាមិត្តចាស់ជាទីស្រឡាញ់ខ្ញុំសង្ឃឹមថាថ្ងៃនេះកូនប្រុសរបស់ខ្ញុំនឹងអាចការពារសាច់ឈាមចុងក្រោយរបស់ឯងនៅពេលដែលអ្នកនាងលីឈៀនកំពុងតែគេងលក់នោះក៏ស្រាប់តែមាននរណាម្នាក់ខលទូរស័ព្ទមកកាន់នាងដោយសារតែពេលនេះលោកសាវយ៉ាងគឺបានមកដល់ទីក្រុងណានយ៉ាងវិញហើយដូច្នេះមានមនុស្សចង់ឲ្យអ្នកនាងលីឈៀននេះទៅកាន់ភូមិគ្រឹះទីក្រុងណានយ៉ាងអ្នកនាងលីអញ្ជើញមកខាងនេះនៅពេលដែលនាងទៅដល់ឃើញថាអ្នកនាងលូអ៊ីដែលជាជំនួយការរបស់លោកសាវយ៉ាងនោះគឺកំពុងតែវាយគ្នានៅក្នុងខ្សែរ៉េងនេះគឺជាក្បាច់ការ៉ាតេតាលូអ៊ីនាងទៅតែមានរបួសបើសិនជានាងនៅតែបន្តវាយបែបនេះទៀតនាងនឹងអាចធ្វើឲ្យខ្លួនឯងមានបញ្ហាសុខភាពជាមិនខានបន្ទាប់ហើយលូអ៊ីក៏បានកន្លែងឃើញអ្នកនាងលីឈៀននាងក៏ឆ្ងល់ថាហេតុអីបានជាអ្នកនាងលីឈៀនមកទីនេះពេលនោះអ្នកនាងលីឈៀនក៏បានដើរទៅជិតលោកសាវយ៉ាងហើយសួរថាតើលោកត្រឡប់មកវិញយូរហើយមែនដែរទេគឺខ្ញុំមកដល់យប់មិញហេតុអីបានជានាងមកទីនេះអូខ្ញុំមកទីនេះដោយសារតែខ្ញុំមានធុរៈទៅធ្វើឬមួយក៏ខ្ញុំមកក៏ដោយសារតែចង់ឃើញមុខលោកទេដឹងតើជាការពិតដែរទេគឺជាការពិតណាស់បើនាងមកដល់ទីនេះទៅហើយនាងអាចអង្គុយមើលក្រុមការងាររបស់ខ្ញុំវឹកហាត់ភាពជំនាញរបស់ពួកគេទៅលីឈៀនក៏បានចាប់ដៃលោកសាវយ៉ាងក៏សួរថាហេតុអីបានជាដៃរបស់នាងត្រជាក់ខ្លាំងម្ល៉េះគឺខ្ញុំមានអារម្មណ៍ថារងាបន្តិចតើអាចផ្ដល់កម្ដៅមកឲ្យខ្ញុំបានដែរទេតើអ្នកនាងលូអ៊ីធ្វើខុសអីទើបថ្ងៃនេះលោកដាក់ទណ្ឌកម្មនាងឲ្យវាយគ្នាខ្លាំងបែបនេះគឺនាងបានធ្វើខុសវិន័យតើដោយសារតែរឿងយប់មិញនោះតើមែនដែរទេការងាររបស់នាងគឺខ្ញុំប្រើនាងឲ្យទៅការពារអ្នកនាងប៉ុន្តែនាងបែរជាត្រូវឲ្យអ្នកនាងមកការពារនាងទៅវិញនាងគិតទៅមើលថាគួរតែដាក់ទោសដែរទេបើសិនជាលោកនិយាយថាលោកបានប្រើអ្នកនាងលូអ៊ីឲ្យមកការពារខ្ញុំនោះមានន័យថាពេលនេះគឺនាងគឺស្ថិតនៅក្នុងការបញ្ជារបស់ខ្ញុំគ្រប់គ្រងរបស់ខ្ញុំមែនដែរទេបើសិនជានាងពិតជាស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្ញុំនោះគឺខ្ញុំមិនអនុញ្ញាតឲ្យលោកដាក់ទណ្ឌកម្មនាងបែបនេះទេយ៉ាងម៉េចដែរតើខ្ញុំនិយាយនេះត្រូវដែរទេនៅពេលនោះលោកសាវយ៉ាងហ្នឹងក៏បានឈប់ដាក់ទោសអ្នកនាងលូអ៊ីហើយក៏បានកាន់ដៃរបស់អ្នកនាងលីឈៀនដើរចេញមកខាងក្រៅពេលដែលដើរចេញមកខាងក្រៅហើយពីរអ្នកហ្នឹងក៏ចាប់ផ្ដើមសាសងគ្នាតែម្ដងឥឡូវនេះចាំស្ដាប់ឈុតសាសងរបស់ពួកគេទាំងពីរអ្នកជាមួយ admin ណាសាវយ៉ាងបើសិនជាពេលនេះលោកចេញធ្វើការតើពេលណាលោកត្រឡប់មកវិញគឺប្រហែលជាម៉ោង 6មើលទៅលោកដូចជាមិនសូវប្រញាប់ទេអញ្ចឹងអាចនៅជាមួយនឹងខ្ញុំឲ្យយូរបន្តិចបានដែរទេសម្រាប់នាងគឺគ្មានបញ្ហាទេហេតុអីបានជាដៃរបស់លោកខ្ញុំមានអារម្មណ៍ថាក៏ត្រជាក់ដូចដៃរបស់ខ្ញុំដែរអញ្ចឹងបើសិនជានាងត្រជាក់តើនាងមិនចេះជ្រើសរើសសម្លៀកបំពាក់ណាធ្វើឲ្យខ្លួនមានភាពកក់ក្ដៅបន្តិចទេហ៎ខ្ញុំពិតជាមិនដែលដឹងសោះថានៅពេលដែលមានមនុស្សចាប់ដៃរបស់យើងបែបនេះពិតជាធ្វើឲ្យបេះដូងរបស់យើងលោតញាប់បែបនេះតតែសោះសាវយ៉ាងតើប្រាប់ខ្ញុំបានដែរទេថាពេលនេះពួកយើងទាំងពីរនាក់គឺជាអ្វីចោះនាងគិតថាពេលនេះពួកយើងគឺជាអ្វីទៅខ្ញុំជឿជាក់ថាដរាបណាពួកយើងទាំងពីរនាក់កាន់ដៃគ្នានោះដូច្នេះពួកយើងទាំងពីរនាក់ត្រូវតែមានទំនួលខុសត្រូវលើរឿងនេះនៅពេលនោះស្រាប់តែលោកសាវយ៉ាងក៏បានប្រឡែងដៃរបស់អ្នកនាងលីឈៀនធ្វើឲ្យអ្នកនាងលីឈៀនគិតថាតើខ្ញុំបញ្ញាប់ពេកមែនទេទើបធ្វើឲ្យគេប្រឡែងដៃខ្ញុំលឿនបែបនេះក៏ប៉ុន្តែពេលនោះស្រាប់តែលោកសាវយ៉ាងបានចាប់អ្នកនាងលីឈៀនអោបហើយគាត់និយាយថាក្មេងស្រីល្ងងពី
ពាក្យសម្ដីទាំងអស់នេះមិនមែននាងជាអ្នកនិយាយមុនទេគួរតែខ្ញុំជាអ្នកនិយាយមុនទៅវិញទេអញ្ចឹងលោកចង់បានន័យថាខ្ញុំនិយាយមិនសមពេលវេលាមែនដែរទេខ្ញុំមានអារម្មណ៍ថាពេលនេះខ្ញុំដូចជាជាប់គាំងយ៉ាងមិនដឹងទេនៅពេលដែលនាងបានចូលមកកាន់ពិភពរបស់ខ្ញុំនោះធ្វើឲ្យការអត់ធ្មត់របស់ខ្ញុំធ្វើឲ្យមនុស្សនៅជុំវិញខ្លួនខ្ញុំស្ទើរតែគាំងទាំងអស់ទៅហើយចឹងមានន័យថាពាក្យសម្ដីដែលលោកនិយាយពេលនេះគឺលោកចង់ឲ្យខ្ញុំរងចាំសិនមែនដែរទេខ្ញុំទេជាមនុស្សដែលកំពុងរងចាំនាងទៅវិញនោះគឺខ្ញុំកំពុងតែរងចាំនាងឲ្យនាងបានឃើញពីធាតុពិតដែលខ្ញុំលាក់កំបាំងនៅជ្រុងមួយនៃខ្លួនរបស់ខ្ញុំហើយខ្ញុំក៏ចង់ដឹងថានៅពេលដែលនាងបានស្គាល់ពីធាតុពិតរបស់ខ្ញុំច្បាស់តើនាងនៅតែមានអារម្មណ៍បែបនេះចំពោះខ្ញុំដែរឬទេហេតុអីបានជាសាយ៉ាងនិយាយថាគាត់ជាអ្នករងចាំខ្ញុំទៅវិញទាំងដែលខ្ញុំគឺជាអ្នកសារភាពមុនទំនាក់ទំនងរបស់ពួកយើងទាំងពីរនាក់ហាក់បីដូចជាបានដើរទៅមុខមួយជំហានទៅហើយប៉ុន្តែគាត់ហាក់បីដូចជាមានការកកស្ទះនៅក្នុងចិត្តតើគាត់មិនមានអារម្មណ៍ចំពោះខ្ញុំទេមែនទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាគាត់តែងតែយកចិត្តទុកដាក់ចំពោះខ្ញុំជានិច្ចហាក់បីដូចជាស្នេហាបន្ទាប់ហើយលោកសាយ៉ាងក៏បានដើរត្រឡប់មកកាន់ office របស់គាត់វិញនាងក៏បានសួរថាតើលោកបានបញ្ចប់ការងាររបស់លោកហើយមែនទេពេលនោះលីឈៀនឃើញថាសាយ៉ាងហាក់បីដូចជាអស់កម្លាំងខ្លាំងណាស់នាងក៏បានសួរថាតើយប់មិញនេះលោកមិនបានគេងទេគាត់ក៏បានតបថាគឺខ្ញុំបានគេងនៅលើយន្តហោះបើអញ្ចឹងលោកត្រូវការគេងបន្តិចដែរទេតើនាងសួរបែបនេះនាងចង់ទៅផ្ទះវិញមែនទេបើនាងរវល់នាងអាចទៅបានហេតុអីបានជាគាត់ចូលចិត្តធ្វើចរិតបែបនេះប៉ុន្តែចរិតបែបនេះក៏ខ្ជូតម្យ៉ាងដែរសាយ៉ាងខ្ញុំនិយាយបែបនេះមិនមែនបានន័យថាខ្ញុំចង់ត្រឡប់ទៅផ្ទះវិញទេអញ្ចឹងថ្ងៃនេះនាងមិនរវល់ទេគឺខ្ញុំមិនរវល់អ្វីទាំងអស់សម្រាប់លោកគឺខ្ញុំមិនចេះរវល់ទេប្រាប់ខ្ញុំមកតើនាងរៀនចេះវាយគ្នាពីលីចិនបងប្រុសរបស់នាងមែនដែរទេពិតប្រាកដណាស់បន្ទាប់ពីខ្ញុំត្រូវបានគេចាប់ចម្រិតកាលពីអាយុ7ឆ្នាំគឺខ្ញុំរៀនវាយគ្នាទៅតាមបងប្រុសរបស់ខ្ញុំហើយគាត់ក៏បង្រៀនខ្ញុំដើម្បីឲ្យចេះការពារខ្លួនផងដែរចោះនាងធ្លាប់ទៅរស់នៅក្រៅប្រទេសដែរទេពិតប្រាកដណាស់មើលទៅលោកងងុយគេងហើយលោកឆាប់ទៅគេងភ្លាមទៅអត់ទេខ្ញុំអត់ងងុយគេងទេក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាងងុយគេងណាតែខ្ញុំអាចខ្ចីបន្ទប់របស់លោកសម្រាប់បន្តិចតើបានដែរទេពិតប្រាកដណាស់ឆាប់មកតាមខ្ញុំមកនាងអាចស្នាក់នៅក្នុងបន្ទប់នេះបាននាងក៏បានចាប់ដៃលោកសាវយ៉ាងជាប់ហើយនិយាយថាតើនៅជាមួយនឹងខ្ញុំបន្តិចបានដែរទេបន្ទាប់ពីមានរឿងកើតឡើងកាលពីយប់មិញខ្ញុំពិតជាខ្លាចណាស់ខ្ញុំពិតជាមិនអាចនៅម្នាក់ឯងបានទេលោកសាយ៉ាងក៏បានគិតមួយសន្ទុះហើយគាត់ក៏បានឆ្លើយតបថាមិនអីទេខ្ញុំនឹងនៅជាមួយនឹងនាងបន្ទាប់ហើយគាត់ក៏បានគេងអោបអ្នកនាងឌីឈៀនមួយសន្ទុះក្រោយមកអ្នកនាងឌីឈៀនឃើញថាពេលនេះលោកសាយ៉ាងគឺបានគេងលក់ហើយនាងក៏បានអង្គុយសម្លឹងមើលមុខលោកសាយ៉ាងហើយឃើញថាគាត់គឺពិតជាអស់កម្លាំងខ្លាំងណាស់ហេតុអីបានជាគាត់នៅតែរឹងមាត់ថាគាត់នេះមិនងងុយគេងទៀតបន្ទាប់ហើយនាងក៏បានដើរចេញពីបន្ទប់សម្រាប់ហើយក៏បានលើកទូរស័ព្ទ call នាងបាននិយាយថាតើអាចផ្ញើករណីសិក្សាតាក់ទងជាមួយនឹងបញ្ហាផ្លូវចិត្តដែលជំងឺនេះគឺជារោគសញ្ញានៃជំងឺមិនទុកចិត្តអ្នកដទៃហើយពូកែសង្ស័យសូមផ្ញើឯកសារនេះយកមកឲ្យខ្ញុំអានមើលថាតើមានរោគសញ្ញាអ្វីខ្លះខ្ញុំពិតជាសង្ស័យទៅលើមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ដែលគេនឹងអាចកើតមានបញ្ហាផ្លូវចិត្តប្រភេទនេះនៅពេលដែលអ្នកនាងលីឈៀនបានអានពីរោគសញ្ញាហើយនឹងករណីសិក្សានោះនាងឃើញថាអាកប្បកិរិយារបស់លោកសាវយ៉ាងនេះគឺច្បាស់ណាស់គឺគាត់កំពុងតែមានបញ្ហាផ្លូវចិត្តទៅលើជំងឺមិនទុកចិត្តអ្នកដទៃឬមួយក៏គេហៅថាជំងឺពូកែសង្ស័យរឿងមហិច្ឆតាគូស្នេហ៍ក៏ដល់ពេលវេលាត្រូវបញ្ចប់សូមអរគុណសម្រាប់ការតាមដានទស្សនានិងសូមរងចាំទស្សនានៅភាគបន្តទៀតណាហើយបើមិនអញ្ចឹងទេអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ចុច Like ទៅដល់ Admin ផងណាអរគុណ